ក្បាលដីក្នុងភូមិចំនួន12នៃស្រុកក្រឡាញ់ត្រូវបានបិទផ្សាយជាសាធារណៈដែលជាឱកាសចុងក្រោយសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញប័ណ្ណកម្មសិទ្ធិឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន13,374ក្បាលដីស្ថិតនៅក្នុងភូមិចំនួន12រួមមានភូមិត្រាំកង់ភូមិឈុករ័ត្នភូមិរុនគោកថ្នោតខ្នាជោដំរីស្លាប់ភូមិតាមៀកចន្លះដៃព្រះលៀនរលំស្វាយកំបោរនិងភូមិដូនកាយនិគមចន្លះដៃស្រុកក្រឡាញ់ខេត្តសៀមរាបត្រូវបានបិទផ្សាយជាសាធារណៈដែលជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យនិងស្នើសុំកែតម្រូវទិន្នន័យដើម្បីធានានូវភាពត្រឹមត្រូវមុននឹងចេញប័ណ្ណកម្មសិទ្ធិជូនលោកស្រីញឹមសុភ័ក្រអនុប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាបការបិទផ្សាយមានរយៈពេល15ថ្ងៃគិតចាប់ពីថ្ងៃទី29ខែមិថុនានេះរហូតដល់ថ្ងៃទី13ខែកក្កដាឆ្នាំ2026នៅក្នុងបរិវេណវត្តកោះប្រាសាទអរុណហៅវត្តអរុណក្នុងភូមិរុនឃុំចន្លះដៃស្រុកក្រឡាញ់ក្រោយបញ្ចប់ការបិទផ្សាយរយៈ15ថ្ងៃនេះគណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅឯកឧត្តមអភិបាលខេត្តដើម្បីសម្រេចចេញប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ដែលជាក្បាលដីមិនមានទំនាស់និងមិនមានពាក់ព័ន្ធជាមួយដីឯកជនរបស់រដ្ឋឬដីសាធារណៈរបស់រដ្ឋដូចជាបុរាណដ្ឋានលោកស្រីក៏បានជំរុញឲ្យម្ចាស់ដីត្រូវពិនិត្យមើលសាវតាឈ្មោះឆ្នាំកំណើតប្រភេទទ្រព្យឈ្មោះឪពុកម្ដាយនិងទំហំដីនៅលើតារាងបញ្ជីឈ្មោះម្ចាស់ដីព្រមទាំងពិនិត្យទីតាំងដីនិងរូបរាងដីនៅលើផែនទីក្បាលដីឲ្យបានច្បាស់លាស់នេះគឺជាឱកាសដែលបងប្អូនមានកម្មសិទ្ធិធ្វើការកែតម្រូវឬដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗបានប្រសិនបើពិនិត្យទៅឃើញមានការខុសឆ្គងឬចង់ជំទាស់តវ៉ាលើចំណុចណាមួយដោយត្រូវតាក់ទងជាមួយនឹងក្រុមការងារប្រចាំការនៅកន្លែងបិទផ្សាយលោកហែមពុទ្ធីអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថាប័ណ្ណកម្មសិទ្ធិដីធ្លីដែលមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើឡើងស្របតាមគោលនយោបាយជាតិស្ដីពីដីធ្លីនិងច្បាប់ភូមិបាលក្នុងគោលបំណងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនិងដើម្បីកាត់បន្ថយក៏ដូចជាឈានទៅបិទបញ្ចប់ទំនាស់ដីធ្លីបង្កើតនូវបរិយាកាសគ្មានវិវាទភូមិឋានក្សេមក្សាន្តនិងសុភមង្គលដូច្នេះសូមអំពាវនាវនិងសង្ឃឹមយ៉ាងមុតមាំថាតំណាងមន្ទីរអង្គភាពពាក់ព័ន្ធដែលជាស្ថាប័នគ្រប់គ្រងដីរដ្ឋនិងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់នឹងមានកិច្ចសហការល្អនៅក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនេះលោកបានបញ្ជាក់ថាក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមានចម្ងល់ឬមិនចេះអក្សរមន្ត្រីជំនាញដែលនៅប្រចាំការនឹងរងចាំធ្វើការដោះស្រាយពន្យល់បកស្រាយរាល់មន្ទិលសង្ស័យក៏ដូចជាទទួលពាក្យបណ្ដឹងតវ៉ាដើម្បីធ្វើការសម្រោះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលជាមួយគ្នានោះអាជ្ញាធរឃុំភូមិត្រូវបន្តជួយផ្សព្វផ្សាយនិងបំផុសឲ្យប្រជាពលរដ្ឋមកចូលរួមឲ្យបានគ្រប់គ្នាដើម្បីឲ្យការងារនេះសម្រេចបានជោគជ័យស្របតាមផែនការគ្រោងទោប